Boss បាក៏បានប្រើប្រាស់វិជាអណ្ដាតភ្លើងប្រែកាយរបស់នាងបិសាចអណ្ដាតភ្លើងផ្កាឈូកក៏បានទៅប្រយុទ្ធគ្នាជាមួយនឹងស្ដេចបិសាចនរកដោយឃើញថាបិសាចអណ្ដាតភ្លើងផ្កាឈូកខ្លាំងពេកបិសាចនរកក៏បានដកខ្លួនទៅឆ្ងាយទៅបិសាចនរកក៏និយាយថាហេតុអ្វីបានជាបិសាចអណ្ដាតភ្លើងផ្កាឈូកនេះខ្លាំងម្ល៉េះច្បាស់ជាមានអ្វីមួយនៅពីខាងក្រោយខ្នងបន្ទាប់មកវាក៏បានប្រើប្រាស់ធម៌ពលចិត្តរបស់វាដើម្បីស្វែងរកការពិតពេលនោះវាក៏ដឹងថាតាមពិតគឺមានក្បួនមួយនៅខាងក្រោយនៅក្នុងព្រៃយើងប្រើភ្លើងនរកដុតឯងជាមុនសិនចុះចាំយើងទៅបំផ្លាញក្បួននោះជាក្រោយពេលនោះស្ដេចបិសាចនរកក៏បានប្រើប្រាស់ភ្លើងនរកដើម្បីដុតកំទេចបិសាចភ្លើងកាឈូកអណ្ដាតភ្លើងផ្កាឈូករបស់យើងកើតឡើងពីការបន្សុទ្ធចូលគ្នារវាងរន្ទះនិងអណ្ដាតភ្លើងធម្មតាដូចជារបស់ឯងធ្វើម្ដេចនឹងអាចដុតកំទេចបិសាចអណ្ដាតភ្លើងផ្កាឈូកយើងបានទៅបិសាចអណ្ដាតភ្លើងផ្កាឈូកក៏បានប្រើកណ្ដាប់ដៃរបស់គេវាយទៅកាន់ស្ដេចបិសាចនរកស្ដេចបិសាចនរកក៏បានប្រើប្រាស់ដុំបាល់ភ្លើងរបស់គេដើម្បីទប់កណ្ដាប់ដៃនោះទេមិនត្រូវទេខ្ញុំត្រូវតែកំទេចក្បួននោះជាមុនដល់ពេលដែលខ្ញុំត្រូវប្រើសញ្ញាវាសម្ងាត់ទី1ហើយពេលនោះវាក៏បានបើកច្រកលំហរួចហើយបិសាចនាគភ្លើងដែលស្ថិតនៅក្នុងកម្រិតទី10ក៏បានចេញមកមិននឹកស្មានថាឯងមានសញ្ញាវាសម្ងាត់បែបនេះនោះទេបិសាចនាគភ្លើងនោះមិនបានប្រយុទ្ធជាមួយនឹងបោះស្បានោះឡើយគេបានទៅកាន់ព្រៃសួររួចហើយក៏បានដុតកំទេចព្រៃទាំងមូលនោះតែម្ដងពេលក្បួនស្រោបព្រលឹងខ្ទេចបោះស្បាក៏រងកម្លាំងវិបកធ្វើឲ្យនាងត្រូវរបួសរីឯបិសាចអណ្ដាតភ្លើងពណ៌ផ្កាឈូករបស់នាងក៏រលាយសាបសូន្យផងដែរគ្រានោះផងដែរស្ដេចនាគរាជបានរស់ឡើងវិញហើយទ្រង់ស្ថិតនៅក្នុងកម្រិតពាក់កណ្ដាលអតិទេពគឺកម្រិតទី13